សួស្តីបងប្អូននេះគឺជាទស្សនវិជ្ជាដែលនៅមុខស្ថានីយ៍រថភ្លើងខេត្តបាត់ដំបងយើងនេះណាស្មោះនេះម៉ោង1ជាងអញ្ចឹងនេះគឺជាឡានដែលចាំទទួលជនបរទេសដែលគាត់មកពីភ្នំពេញអញ្ចឹងរថភ្លើងមកពីភ្នំពេញមកដល់នេះម៉ោងប្រហែលជា1ជាងហ្នឹងហើយនេះគឺឥឡូវជនបរទេសគាត់បានឡើងរថយន្តរងចាំជនបរទេសបាទនេះស្ថានីយ៍រថភ្លើងខេត្តបាត់ដំបងហ្នឹងហើយម៉ោង3ត្រឡប់ទៅភ្នំពេញវិញបាទតែភ្លើងនេះម៉ោង3ចេញទៅភ្នំពេញវិញអញ្ចឹងស្មោះនេះមានពលចេញពីភ្នំពេញមកតែភ្លើងមកដល់ចេញទៅដល់បាត់ដំបងម៉ោង1ជាងចេញពីបាត់ដំបងទៅវិញម៉ោង3ទៅភ្នំពេញបាទមិនដឹងថាទៅរកការចុះមកនេះតែទុំម៉ោង9តែសម្រាប់ថ្ងៃនេះមានឡានមកទទួលសម្រាប់ជនបរទេសដែរអ្នកជនបរទេសមកទទួល